នៅល្ងាចថ្ងៃនោះរាជដើរចេញពីផ្ទះទាំងទឹកមុខស្រងត់ស្រងាត់គាត់បានដើរទៅដល់មាត់ស្ទឹងក្បែរភូមិដែលជាកន្លែងដែលគាត់តែងតែមកអង្គុយពេលគាត់មានទុក្ខមិនយូរប៉ុន្មានមិត្តស្និទ្ធស្នាលរបស់គាត់សុវណ្ណក៏ដើរមកដល់រាជទឹកមុខឯងស្រពប់ស្រពន់យ៉ាងនេះមានរឿងអ្វីមែនទេសម្លាញ់សុវណ្ណមើលទៅលើកនេះខ្ញុំពិតជាត្រូវលែងលះជាមួយមរកតមែនហើយហាតាម៉េចលែងលះនេះឯងនិយាយមែនទេនេះមិនមែនជារឿងលេងសើចទេណាឯងនិងប្រពន្ធឯងស្រឡាញ់គ្នាស្ទើរលេបតើបញ្ហាអ្វីកើតឡើងរវាងឯងទាំងពីររាល់ពេលដែលម្ដាយខ្ញុំនិងមរកតជួបគ្នាមានអារម្មណ៍ដូចជាត្រូវមើលមនុស្សពីរនាក់ដែលខ្ញុំស្រឡាញ់ធ្វើបាបគ្នាទៅវិញទៅមកម្ដងហើយម្ដងទៀតខ្ញុំចង់ការពារពួកគេទាំងពីរប៉ុន្តែចុងក្រោយខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់ខ្ញុំមិនអាចការពារនរណាម្នាក់បានទេមរកតនាងពិតជានឿយហត់ណាស់នាងនឿយពីការងាររួចទៅហើយតែខ្ញុំនិងម្ដាយបែរជាធ្វើឲ្យនាងនឿយកាន់តែខ្លាំងនាងតែងតែធ្វើដូចជារឹងមាំប៉ុន្តែការពិតនាងជាមនុស្សដែលមានចិត្តទន់ខ្សោយនិងងាយរងរបួសរាល់ពេលដែលខ្ញុំឃើញម្ដាយខ្ញុំមើលងាយនាងខ្ញុំឃើញភ្នែកនាងដូចជាក្មេងម្នាក់ដែលរងការឈឺចាប់និងមានអារម្មណ៍ថាគ្មានអ្នកទទួលយកនាងខ្ញុំពិតជាស្រឡាញ់មរកតខ្លាំងណាស់ខ្ញុំស្រឡាញ់នាងរហូតដល់ខ្ញុំមិនគិតថាខ្ញុំអាចស្រឡាញ់អ្នកណាម្នាក់បានដូចស្រឡាញ់នាងទៀតទេប៉ុន្តែខ្ញុំកាន់តែស្រឡាញ់នាងខ្ញុំកាន់តែយល់ថាមូលហេតុដែលធ្វើឲ្យនាងរងទុក្ខគឺដោយសារខ្ញុំនាងត្រូវទ្រាំនឹងអ្វីៗដែលម្ដាយខ្ញុំធ្វើចំពោះនាងខ្ញុំសូមលែងលះមិនមែនព្រោះខ្ញុំអស់ស្រឡាញ់នាងទេទៅវិញគឺព្រោះខ្ញុំស្រឡាញ់នាងខ្លាំងពេកខ្លាំងរហូតដល់ខ្ញុំសុខចិត្តដើរចេញពីទំនាក់ទំនងនេះដោយខ្លួនឯងដើម្បីកុំឲ្យនាងឈឺចាប់ដោយសារខ្ញុំទៀតនិយាយអំពីឪពុករបស់រាជគាត់ជាមនុស្សមានហេតុមានផលឆ្លូតបូតនិងស្ងប់ស្ងាត់គាត់ស្រឡាញ់កូនប្រុសរបស់គាត់ហើយគាត់ក៏ឲ្យតម្លៃកូនប្រសារស្រីរបស់គាត់ដែរគាត់មិនជ្រៀតជ្រែកក្នុងជីវិតប្តីប្រពន្ធរបស់កូនទេគាត់មានចិត្តទូលាយនិងយុត្តិធម៌បំផុតពេលកំពុងស្រោចដំណាំនៅក្នុងផ្ទះម្ដាយរបស់រាជក៏បានត្រឡប់មកផ្ទះវិញថ្ងៃនេះមកពីផ្ទះកូនលឿនម្លេះម៉ែវាហើយក្តៅចិត្តណាស់គ្រាន់តែស្ដីថាឲ្យប្រពន្ធវាបន្តិចវាក៏ខឹងហើយដេញខ្ញុំត្រឡប់មកផ្ទះវិញម៉ែវាឯងទៅរករឿងមរកតទៀតហើយមែនទេតើពេលណាទើបឯងឈប់ឆាឆាវជីវិតគ្រួសាររបស់កូនទៀតកូនប្រុសខ្ញុំមិនដែលបែបនេះជាមួយខ្ញុំទេពីមុនមកតាំងពីរៀបការជាមួយក្មេងស្រីនោះរាជហ៊ានតមាត់ជាមួយខ្ញុំណាស់ពិតជាគួរឲ្យក្តៅមែនណែម៉ែវាហេតុអ្វីក៏ឯងនៅតែតាមរករឿងកូនមិនឈប់បែបនេះឲ្យកូនវារស់នៅមានក្តីសុខខ្លះផងខ្ញុំរករឿងនាងពីពេលណាអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតមរកតគ្រាន់តែជាកូនអ្នកមានដែលធំឡើងដោយមិនស្គាល់ការលំបាកនាងក៏រអិតរទាំមិនចេះបន្ទាបខ្លួនហើយក៏មិនមានគុណសម្បត្តិជាប្រពន្ធល្អដែរតាមខ្ញុំមើលនាងមិនដែលស័ក្តិសមធ្វើជាភរិយារបស់រាជសូម្បីតែបន្តិចអ្នកនៅតែមើលមនុស្សដោយការរើសអើងខ្ញុំរស់នៅជាមួយអ្នករាប់សិបឆ្នាំហើយខ្ញុំដឹងថាមរកតមិនមែនជាមនុស្សដែលដូចអ្នកនិយាយនោះទេបើនាងពិតជាអាក្រក់មែននាងមិនអាចអត់ធ្មត់នឹងអ្នកបានរហូតមកដល់សប្តាហ៍នេះទេអ្នកគួរតែគិតមើលខ្លួនឯងផងបើថ្ងៃណាមួយរាជបាត់បង់ប្រពន្ធដែលគេស្រឡាញ់ដោយសារតែការជ្រៀតជ្រែករបស់អ្នកតើអ្នកនឹងមានក្តីសុខដែរមែនទេនៅផ្ទះឪពុកមរកតពីរនាក់ឪពុកនិងកូនកំពុងតែនិយាយគ្នានេះកូនមកផ្ទះពុកក៏ច្រើនថ្ងៃដែរហើយកូនមិនគួររត់គេចពីបញ្ហាបែបនេះទេកូនគួរតែនិយាយគ្នាឲ្យដាច់ស្រេចជាមួយនឹងរាជពេលខ្លះបើកូនអោនបន្តិចកាត់បន្ថយការរឹងរូសនិងជជែកបន្តិចបញ្ហាអ្វីក៏អាចដោះស្រាយបានដែរពុកដឹងថាម៉ែក្មេងកូនពេលខ្លះគាត់ក៏ហួសហេតុប៉ុន្តែក្នុងនាមកូនជាកូនប្រសារកូនគួរតែទន់ភ្លន់បន្តិចមនុស្សចាស់មិនយូរទេគាត់នឹងចិត្តទន់ហើយកូនបើកូនពិតជាស្រឡាញ់រាជកូនគួរតែយល់ពីគេខ្លះផងកូនឆ្ងល់ណាស់ហេតុអ្វីបានជាគាត់មិនព្រមដោះលែងកូនគាត់ឲ្យមានសេរីភាពទៅនេះកូនប្រុសរបស់គាត់មានប្រពន្ធមានកូនហើយណាទុកពេលឲ្យគាត់បន្តិចទៅកូនពេលខ្លះគាត់អាចជាមនុស្សដែលស្រឡាញ់កូនប្រុសខ្លាំងហួងហែងខ្លាំង
ប្រហែលជាគាត់ខ្លាចបាត់បង់ការស្រឡាញ់ពីកូនប្រុសរបស់គាត់បើកូននឹងរីកធ្វើឲ្យគាត់យល់ថ្ងៃណាមួយគាត់នឹងយល់ពីកូនទាំងពីរហើយកំពុងតែនិយាយគ្នាពីអ្នកឪពុកនិងកូនរាជក៏បានដើរចូលមកដល់ជំរាបសួរពុកលើកដៃថ្វាយព្រះកូនមកចូលមកសិនមកកូនទាំងពីរគួរតែនិយាយគ្នាដោយហេតុនិងផលកុំប្រើកំហឹងទល់នឹងកំហល់ពុកឡើងទៅលើផ្ទះសម្រាប់ហើយពុកដូចជាហត់ណាស់ចាពុកបាទពុករាជនិងមរកតក៏បានដើរទៅកំពង់ទឹកនិយាយរឿងក្នុងចិត្តជាមួយគ្នាអើយបងសុំទោសមរកតបងមិនចង់លែងលះទេបងធ្លាប់គិតថាការដើរចេញពីជីវិតអូនគឺជាវិធីល្អតែបងដឹងថាបញ្ហាមិនមែនមកពីអូនទេគឺបងខ្លួនឯងដែលមិនក្លាហានការពីអូនបងសុំទោសណាតើបងអាចមានឱកាសកែប្រែវិញបានទេរាជអូនក៏មិនចង់លែងលះជាមួយបងដែរហើយអូនក៏មិនប្រកាន់ខឹងជាមួយនឹងម្ដាយរបស់បងដែរគ្រាន់តែពេលខ្លះបងគួរតែនៅកណ្ដាលការដែលបងស្ងៀមបែបនេះគឺវាមិនអាចជួយអ្វីឲ្យវាប្រសើរបានឡើងទេបងសន្យាថាបងនឹងមិនធ្វើឲ្យអូនរងទុក្ខតែម្នាក់ឯងបែបនេះទៀតទេនៅផ្ទះរបស់ពុកមរកតឯនេះវិញដោយសារតែមានការភ្ញាក់រលឹកនិងដឹងកំហុសថាខ្លួនឯងជាដើមហេតុដែលកំពុងបំផ្លាញសុភមង្គលគ្រួសាររបស់កូនម្ដាយឪពុករបស់រាជក៏បានមករកពួកគេដល់ផ្ទះរបស់ពុកមរកតដើម្បីផ្សះផ្សានិងសុំទោសដល់មរកតនិងពុករបស់នាងរាល់កំហុសដែលគាត់បានប្រព្រឹត្តមិនល្អកន្លងមកខណៈនោះដែរបន្ទាប់ពីរាជនិងមរកតបានស្រស់ស្រួលនិងយល់ចិត្តគ្នាពួកគេក៏បានត្រឡប់មកផ្ទះវិញពេលដែលមកដល់ផ្ទះគេទាំងពីរបានឃើញពុកម្ដាយរបស់រាជកំពុងនិយាយគ្នានឹងពុករបស់មរកតពីចម្ងាយគេទាំងពីរមានអារម្មណ៍ក្តុកក្តួលក្នុងចិត្តភ័យនិងបារម្ភមិនដឹងថានឹងមានរឿងអ្វីមិនល្អកើតឡើងមកលើពួកគេទាំងពីរទៀតទេប៉ុន្តែម្ដងនេះរាជបានកាន់ដៃមរកតយ៉ាងណែនហើយគេបាននិយាយទៅកាន់ប្រពន្ធថាមិនថាមានរឿងអ្វីក៏ដោយយើងនឹងមិនលែងដៃគ្នាទៀតទេយើងនឹងតស៊ូជាមួយគ្នាណាអូនសន្យានឹងបងណាមរកតងក់ក្បាលហើយឆ្លើយថាចាបងម្ដងនេះអូននឹងមិនលែងដៃបងទៀតទេរួចហើយពួកគេក៏បានកាន់ដៃគ្នាចូលទៅរំពេចនោះម្ដាយរបស់រាជក៏បានក្រោកមករកពួកគេទាំងពីររួចហើយនិយាយថាឲ្យម៉ែសុំទោសតែម៉ែមានគំនិតមិនល្អដាក់កូនទាំងពីរម៉ែធ្លាប់គិតថាការស្រឡាញ់កូនគឺការគ្រប់គ្រងជីវិតរបស់គេប៉ុន្តែឥឡូវម៉ែដឹងហើយថាម៉ែបានធ្វើខុសខ្លាំងណាស់ម៉ែសុំទោសដែលធ្វើឲ្យកូនឈឺចាប់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះមរកតនឹងរាជលឺហើយស្រឡាំងកាំងពួកគាត់ទាំងពីរមិននឹកស្មានថាម្ដាយរបស់គាត់បានកែប្រែបែបនេះសោះខ្ញុំអត់ទោសឲ្យអ្នកម៉ែហើយព្រោះការស្អប់គ្នាបន្តទៀតគ្មានធ្វើឲ្យអ្នកណាម្នាក់សប្បាយចិត្តទេហើយកូនក៏សុំទោសចំពោះអ្នកម៉ែដែរដែលកន្លងមកកូនតែងតែរឹងរូសនិងតមាត់ជាមួយអ្នកម៉ែបងរាជអូនសប្បាយចិត្តណាស់ពេលនេះអ្នកម៉ែបានយល់ពីក្តីស្រឡាញ់របស់យើងទាំងពីរហើយមែនហើយអូនបងក៏សប្បាយចិត្តខ្លាំងណាស់ដែរចាប់ពីថ្ងៃនេះទៅគ្រួសាររបស់ពួកយើងនឹងមានតែស្នាមញញឹមគ្រួសារដែលរឹងមាំមិនមែនជាគ្រួសារដែលមិនធ្លាប់ឆ្លោះគ្នានោះទេប៉ុន្តែជាគ្រួសារដែលហ៊ានទទួលស្គាល់កំហុសហ៊ានសុំទោសនិងចេះអត់ឱនឲ្យគ្នាទៅវិញទៅមកចាប់ពីពេលនោះមកមរកតនិងម្ដាយមរកតក៏បានស្រស់ស្រួលគ្នាគ្រួសាររបស់ពួកគេក៏បានរស់នៅដោយសុភមង្គលតរៀងទៅអើយក្នុងសាច់រឿងនេះបានផ្ដល់មេរៀនថាការស្រឡាញ់ពិតមិនមែនជាការគ្រប់គ្រងទេប៉ុន្តែជាការគោរពព្រំដែននិងការហ៊ានទទួលស្គាល់កំហុសកំហឹងប្រៀបដូចជាភ្លើងបើមិនចេះគ្រប់គ្រងវាអាចបំផ្លាញទាំងខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ការអភ័យទោសនិងការយោគយល់គឺជាវិធីដ៏ល្អបំផុតក្នុងការពន្លត់ភ្លើងនៅក្នុងគ្រួសារសូមអរគុណ